អាញាធរខេត្តសៀមរាបណែនាំដល់ប្រតិបត្តិការសហគមន៍គ្រប់គ្រងទឹកស្អាតត្រូវផ្ទេរអាជីវកម្មឲ្យវិស័យឯកជនប្រសិនបើគ្រប់គ្រងទឹកមិនគ្រប់គ្រាន់អាញាធរខេត្តសៀមរាបបានដាក់ចេញនូវការរឹតបន្តឹងទៅលើប្រតិបត្តិការគ្រប់គ្រងទឹកស្អាតតាមសហគមន៍ដោយសម្រេចថាប្រសិនបើសហគមន៍ណាមួយមិនអាចគ្រប់គ្រងទឹកស្អាតជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ទេគឺត្រូវផ្ទេរអាជីវកម្មឲ្យទៅប្រតិបត្តិការគ្រប់គ្រងទឹកស្អាតឯកជនវិញដែលនេះជាវិធានការមួយដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាត្រឹមឆ្នាំ2030ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រតិបត្តិការគ្រប់គ្រងទឹកស្អាតឯកជនអង្គការនិងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាបនាថ្ងៃទី30ខែកញ្ញាឆ្នាំ2025លោកអឹងកំលៀងអភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថាខេត្តសៀមរាបមានក្រុមហ៊ុននិងអាជីវកម្មទឹកស្អាតឯកជនចំនួន10មូលដ្ឋានកំពុងដំណើរការយ៉ាងរលូនដើម្បីជួយដល់សហគមន៍មូលដ្ឋានកន្លងមកអាជ្ញាធរខេត្តបានពិនិត្យមើលការគ្រប់គ្រងទឹកស្អាតរបស់សហគមន៍និងបានកំណត់សម្រេចលើគោលការណ៍ច្បាប់ក្នុងការផ្ទេរអាជីវកម្មទៅឲ្យឯកជនវិញចំពោះសហគមន៍ណាដែលបំពេញកិច្ចការមិនបានរលូនល្អអាយុដំអ៊ុំសុថារដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានវិតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តសៀមរាបដែលបានយកចិត្តទុកដាក់គាំទ្រដល់វិស័យទឹកស្អាតនិងបង្កលក្ខណៈដល់ប្រតិបត្តិការទាំងអស់ទាំងរដ្ឋនិងឯកជនអាយុដំលើកឡើងថានៅក្នុងយុទ្ធសាស្ត្របច្ចុប្បន្នដំណាក់កាលទី1ទឹកត្រូវបានរំកិលមកជាអាទិភាពលំដាប់ទី3ក្នុងចំណោមអាទិភាពគន្លឹះទាំង5រួមមានមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យារាជរដ្ឋាភិបាលកំពុងជំរុញឲ្យសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាដែលកំណត់ថាប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នានៅត្រឹមឆ្នាំ2030អាយុដំរដ្ឋលេខាធិការបានបន្តថាការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាសមត្ថកិច្ចគ្រប់គ្រងនិងការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋហើយរដ្ឋអាចផ្តល់សិទ្ធិជូនវិស័យឯកជនដើម្បីផ្តល់សេវានេះដោយអនុលោមតាមច្បាប់ហេតុនេះអាយុដំបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនិងរដ្ឋបាលថ្នាក់ក្រោមជាតិសូមជៀសវាងមានទស្សនៈថាប្រតិបត្តិការទឹកស្អាតឯកជនគ្រាន់តែជាអ្នកធ្វើអាជីវកម្មស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនអាយុដំបានបញ្ជាក់ថាត្រូវចាត់ទុកថាប្រតិបត្តិការទឹកស្អាតឯកជនគឺកំពុងផ្តល់សេវាទឹកស្អាតជូនប្រជាជនដែលជាប្រភេទសេវាសាធារណៈមួយក្នុងនាមរដ្ឋជំនួសរដ្ឋនិងជាកាតព្វកិច្ចរបស់រដ្ឋក្នុងខណៈដែលរដ្ឋយើងមិនទាន់អាចធ្វើបាននៅតាមទីកន្លែងមួយចំនួន